ច្បាប់នេះមានគោលដៅសំខាន់ចំនួន2សង្ខេបគោលដៅសំខាន់ធំមាន2ទី1គឺលើកកម្ពស់ប្រសិទ្ធភាពនៃការប្រឆាំង scam online ដោយរួមទាំងការគ្រប់គ្រងទៅដល់ប្រតិបត្តិការនៃការបោសសម្អាតដែលកំពុងអនុវត្តក្នុងទ្រង់ទ្រាយយុទ្ធនាការនៅទូទាំងប្រទេសនាពេលបច្ចុប្បន្នទី2ធានាថាដើម្បីរួមចំណែកក្នុងការធ្វើឲ្យច្បាស់លាស់ថាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងទ្រង់ទ្រាយបែបនេះនឹងមិនវិលត្រឡប់មកកម្ពុជាវិញទេក្រោយពេលយុទ្ធនាការនេះប្រើប្រាស់ទឹកដីកម្ពុជាទៅបោកប្រាស់ជនរងគ្រោះដែលជាជនបរទេសកាលាសំណាញ់ហ្នឹងគឺថាញឹកហ្នឹងគឺដើម្បីធ្វើយ៉ាងណាឲ្យអស់ scam ពីកម្ពុជាញឹកហ្នឹងគឺដើម្បីបម្រើផលប្រយោជន៍របស់ប្រទេសជាតិនិងប្រជាជនកម្ពុជាបាទដូចខ្ញុំនិយាយហ្នឹងថា scam នេះគឺថាមិនមែនប៉ះពាល់តែរឿងសន្តិសុខមិនមែនប៉ះពាល់តែរឿងសណ្ដាប់ធ្នាប់ទេប៉ុន្តែវារាលដាលទៅដល់វិស័យទេសចរវិស័យសេដ្ឋកិច្ចការដាក់ទុនវិនិយោគជាពិសេសប៉ះពាល់ដល់កិត្តិយសកេរ្តិ៍ឈ្មោះសេចក្តីថ្លៃថ្នូរនិងកិត្តិយសភាពរបស់កម្ពុជាធម្មតាមានតូនដែលជាស្ថានភាពតូនហើយស្ថានភាពនោះចែកតែទៅទៀតបាទចុងក្រោយបងប្អូនសាព័ត៌មានអស់បានជួយលើព័ត៌មានក្នុងសារព័ត៌មាននេះខ្ញុំសូមចង់លុយទៀតមានគិតថាប្រហែលជាគេមានកម្មវិធីរៀនតាមថ្ងៃគេរៀនមានគេរៀនគ្រប់បាទប្រទេសផ្សេងនេះយើងនៅខណ្ឌច្បារអំពៅយើងមកក្រាបជាប់ហើយណា Center they have the scripts này tuyến nó ai đó mà